Chuyện sơ của đấy hai bị ca thuộc lại bây giờ trở thành remote server rồi thì mua dùng mình user cho mình bấy thì mua của user SH SCP hay là STP hay là dùng mình server chỉ SCP server SH server hay là SSTP server thì cho nên bắt đầu với theo ca user hôm nay là sao là nhóm mà ban bạc ca user tặng bay đang rồi thấy cho nhóm thua ca bậc hai cho mua user là nhóm ban bạc okay copy teach useless useless GOAP scrap no e USA SU SCP SU SSTP Intel command not found okay copy teach okay user nhóm comment bấy thì mới SUSS SUS SCP SUS STP trên này khi vào nhóm cứ nhóm ca xong nó lên mình trôi với thì các exit view sẵn khi vào nhóm như miền sớm miền tệ control clear hai trường hợp khi bỏ ví cô nhóm ai mà ca đối đàn chắc tôi ca sau rồi khi bỏ ví sẵn cái hết what khi chồng miến cái lại bữa cả khi bị admin code đấy chẳng tôi ca bậc ca khi bị một đống tiết đây em thấy cái đặt một phím còn trong vay comment tha sẽ chụp thật ra là CD cho tớiក្នុង folder ហ្នឹង OK វាយដល់ key គឺ key ខ្ញុំគឺមានឈ្មោះថា what key.pub ហើយចំណុចបន្ទាប់ទៀតគឺខ្ញុំធ្វើការរុញ key ហ្នឹងដាក់ដើម្បីជាងaccess ចូលអញ្ចឹងខ្ញុំត្រូវធ្វើការ save ជា SX ដក copy ដក ID ដក I what key pub ដល់ pub ទៅចាំជា user គឺ su បាត់ទៅវត្តadd ទី192.168.168 1.1.5 OK ទៅការ enter password permission OK add មួយហើយចំណុចបន្ទាប់ទៀតគឺខ្ញុំធ្វើការtry login វាធ្វើការ try login វាសិនអូខេចោលអត់ដើរធ្វើការ save command គឺ asc ដក I សញ្ញាត្រី .sh/what key តាមរយៈwhat add ដោយការពី 168.1.5 អូខេខ្ញុំបានធ្វើការ login ជោគជ័យគឺជា success ហើយអញ្ចឹងខ្ញុំធ្វើការ clear មួយ
អញ្ចឹងខ្ញុំធ្វើការ exit វាសិនមកនេះគឺនៅក្នុង SSH ដដែលអញ្ចឹងគឺខ្ញុំត្រូវការ login វាជាមួយនឹង server មួយទៀត user នេះគឺ user ឈ្មោះSSP ម្ដងខ្ញុំមក explain code កន្លែងនេះគឺជា user hub copy id add ចូលមក sh ឥឡូវនេះគ្រាន់ជាការខ្ញុំតេស្តទៅលើ user របស់ខ្ញុំមួយទេហើយបន្ទាប់ទៀតគឺខ្ញុំធ្វើការ add ទៅលើ user មួយទៀតcopy id នេះគឺខ្ញុំដាក់ទៅជា su sh វិញធ្វើការ enter range of key will skip because they already exist during the system សាតាកន្លែងនេះគឺមានការបានដាក់មួយហើយអញ្ចឹងខ្ញុំធ្វើការដាក់ទៅលើមួយទៀតគឺ scp ស្រួលមួយដែរអូខេមួយថយចំណុចមួយទៀតគឺទៅលើ stp មួយទៀត user stp មួយទៀតអូខេ password តើអូខេអញ្ចឹងខ្ញុំនឹងធ្វើការ remote ទៅតាម key ដែលខ្ញុំបានដាក់ហើយដូរនេះទៅជា stu sh អូខេ user ទី1គឺបាន login អញ្ចឹងធ្វើការ exit វិញចូលមក user ទី2គឺ scp ធ្វើការ login សាកសដូចគ្នា yes ហើយមួយទៀតខ្ញុំនឹងធ្វើការ exit វាចូលមក user មួយទៀតគឺ user stp អូខេមានថាវាជោគជ័យដូចគ្នាអញ្ចឹងចំណុចបន្ទាប់យើងមកធ្វើការកែទៅលើ home របស់វាគឺយើងប្រើ command exit វិញយើងសារ sh ធ្វើការ config វាម្ដងទៀតអញ្ចឹងអានេះគឺជា server របស់ខ្ញុំបានដាក់គឺអានេះគឺ IP កាលពីមុនអញ្ចឹងធ្វើការ edit ទៅលើវា IP.1.15 អូខេអានេះក៏ IP ដូចគ្នាដែរ92.168.1.15ដូចគ្នា P server អូខេអូខេ8.1.15គ្នា key អញ្ចឹងខ្ញុំធ្វើការ exit វិញគឺ save វាមកអូខេបន្តមកទៀតខ្ញុំធ្វើការតេស្តទៅលើ server មួយគឺ sh sh server អូខេនេះគឺខ្ញុំធ្វើការតេស្តលើ sh ហើយមួយទៀតគឺខ្ញុំធ្វើការតេស្តទៅលើ user មួយទៀតគឺ scp scp អូខេចូលអញ្ចឹង exit ម្ដងទៀតខ្ញុំធ្វើការតេស្តទៅលើ user មួយទៀតគឺ sstp តែអូខេចូលដូចគ្នាទី1នេះគឺ user ទី1ហើយនេះគឺ user sstp server
បន្តមកទៀតនេះគឺជា user access server នេះគឺ access server ហើយបន្តមកទៀតយើងចង់ថតអ្វីថា SU SX គឺវានឹងធ្វើការចូល server តែម្ដងអញ្ចឹងយើងធ្វើបាតុការទៅនឹង VM សញ្ញាត្រូវទឹក .batch OC ដែលថាខ្ញុំអត់ទាន់កែទេគឺវានៅថ្មីស្លាងតែម្ដងអញ្ចឹងយើងមកធ្វើការកែវាគឺ win .batch OC អូខេអញ្ចឹងយើងធ្វើការប្រើ atlas មួយមកហើយខ្ញុំដាក់ថាserver របស់វាគឺ SCP តារា server នេះគឺ access ឈប់អញ្ចឹងនៅនេះខ្ញុំจะការដាក់ atlas វាចំនួន3ទី1គឺ SU ជា keyword របស់វាអញ្ចឹងគឺវាមានសារខ្ញុំមាន3 server គឺអញ្ចឹងទី1ខ្ញុំដាក់ SX ស្មើនឹង SX ដាក់ថារបស់ខ្ញុំមាននេះខ្លះឈប់ចាំតិចអ្នកគ្នាចាំតិចខ្ញុំធ្វើការ edit មួយសិនដើម្បីធ្វើការឆែកមើលមួយសិនគឺ VM config មែនចេញធ្វើការ config វាមួយសិនធ្វើការឆែកទៅលើ user របស់ខ្ញុំថាមានអីខ្លះចាំខ្ញុំមាន my server ទី1គឺមាន SX នេះមួយធ្វើការ note មួយសិនស្ថានភាព server យើងមាន3នេះខ្ញុំប្រើ SX មួយអូខេមានមួយ SCP ទៀត SCP ទៀតអូខេវាមាន3នេះអញ្ចឹងជួបមកទៀតការ config បាច់វាម្ដងទៀតអញ្ចឹងទី1របស់យើងគឺ SX នេះទៅ SSH server insert server មួយអូខេចូលប្រើ atlas មួយទៀតSCP មក SCP server អូខេ SCP server AIS SSTP server អូខេហើយមានไว้ចុះអូខេយើងจะការ exit ជាមួយពីខោវាអូខេអញ្ចឹងខ្ញុំធ្វើការ login វិញ អូខេ user query អត់ទៅធ្វើការ say Jesus ដើម្បីមានមួយគឺ SOUCE Jesus អូខេ with command not found server command not found អូខេបានគ្រូនេះគឺយើងបន្តរបស់យើងទៀតដែលមាន user ចំនួន3ហ្នឹង
ទី1គឺ SH SCP STP ហើយនេះគឺជាការ error មិញហើយខ្ញុំបានដោះស្រាយវារួចហើយគឺខ្ញុំដោះស្រាយនៅក្នុងលេខផងជួបបន្ទោសផងហើយនៅក្នុង GitBit នេះជាការដោះស្រាយរបស់ខ្ញុំទាំងអស់នៅខាងលើនេះជួយច្រើនដែរអូរៀងច្រើនដែរហើយខ្ញុំនឹង clear ចោលខ្លះហើយនឹង reset វាម្ដងទៀតហ៎ឥឡូវនេះគឺខ្ញុំធ្វើការlogin ជាមួយនឹង user មួយគឺ SH ហើយបន្តទៀតគឺ SCP ហើយបន្តទៀតគឺ SSTP ឥឡូវខ្ញុំវាយ SH ដើម្បីតេស្តអូខេមានថា file ខ្ញុំវាយ command SH មួយគឺវាបាន login ហើយអញ្ចឹងខ្ញុំ exit មកវិញមួយទៀតខ្ញុំវាយ command មួយទៀតគឺ SCP error មួយ line SCP baseline 1 should not អូខេសារវាមានបញ្ហា error មួយអញ្ចឹងខ្ញុំអត់នេះទេខ្ញុំបើសិនជួយការ login ទៅ STP នេះក៏ login error ដែរជុំបាទជំរាបសួរគូនេះគឺជាបច្ចេកតរបស់យើងគឺបច្ចេកទី1ទី1គឺខ្ញុំបាន fix រួចរាល់ហើយថាមានបញ្ហាលើកមុន error នេះគឺ fix រួចរាល់ហើយអញ្ចឹងទី1គឺត្រូវ remote ទៅ SH ដើម្បី remote ទៅកាន់ server ដែរអញ្ចឹងខ្ញុំធ្វើការវាយ SH មកគឺវា remote ទៅកាន់ YouTube server យើងនេះគឺជា user របស់ខ្ញុំនេះគឺ user ទី1គឺ SH ហើយនេះគឺជា user ទី2ហើយមានឈ្មោះថា SCP user SCP អញ្ចឹងដើម្បីដឹងថាវាបានជោគជ័យឬក៏មិនជោគជ័យខ្ញុំធ្វើការតេស្ត send data ពី Windows ខាងក្រៅចូលនៅក្នុង Windows នៅខាងក្នុងរបស់បន្ទុកអញ្ចឹងខ្ញុំប្រើ command sc.i/s.scp key ហើយបោះចូលទៅពេលហើយចាប់យក data ពី drive C របស់ user ឈ្មោះខ្ញុំហើយfolder svc data បោះចូលមកក្នុង Ubuntu server user name ឈ្មោះ su scp ហើយនឹង IP លើខាងក្រោមហើយនឹងចូលក្នុង folder data អូខេគឺវារួចរាល់គឺវា complete 100%អញ្ចឹងខ្ញុំមកឆែកមើលនៅលើវិញអានេះគឺជា user របស់ខ្ញុំនេះគឺជា user sp បាត់ su scp បាត់ហើយនឹងចូលមក data នេះគឺឆែករបស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការ add បន្តទៀតដើម្បីឆែកលើ data វាអូខេនេះ data របស់វាគឺមាន file ចំនួន100នេះដែលបានបោះពី Windows មកហើយបន្តទៀតគឺចូលទៅចំណុច user stp អញ្ចឹងសម្រាប់ user stp គឺអត់មានអីច្រើនទេខ្ញុំគ្រាន់តែធ្វើការវាយ user stp.i stp key ទៅមក user su stp ហើយ IP របស់ខ្ញុំហើយនេះធ្វើការ connect មកចូលទៅក្នុង relay របស់យើងហើយបើដឹងថាយើងទីមួយយើងច្រើននៅលើ relay ឬក៏យើងច្រើននៅលើ Ubuntu server យើងគ្រាន់តែវាយ command ដូចជា ls នៅពេលដែលខ្ញុំវាយ command ls នេះបានន័យថាគឺខ្ញុំកំពុងតែច្រើននៅលើប្រភេទជា Windows ទេគឺអត់តាមបានចូលដល់ relay ទេហើយចំណុចមួយទៀតដើម្បីដឹងថាយើងបានចូល relay ជោគជ័យគឺយើងវាយ command wd នេះគឺជា command wd គឺ remote working directory home ហើយចូលមក user su stp ហើយមួយទៀតដើម្បីជឿបញ្ជាក់ថាយើង remote ពី user Windows ឈ្មោះអីគេយើងវាយ lpwd នេះគឺជា local working directory របស់យើងគឺ c user 1ហើយនឹង svc ចេញពី folder svc data មកអញ្ចឹងការប្រយោជន៍របស់ខ្ញុំក្នុងការធ្វើដូចជា user ដើម្បី remote មាន stp ហើយនឹង scp ហើយនឹង sa គឺបានជោគជ័យគ្រូអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេសូមអរគុណគ្រូ